ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះលោកគ្រូបានដាក់លំហាត់ឲ្យតើតទៅនឹង hosting domain អញ្ចឹងជាដំបូងគឺយើងចូលទៅក្នុង update សិនទៅគឺខ្ញុំប្រើជាមួយនឹង sudo apt update ឥឡូវគឺយើង update ហើយអញ្ចឹងយើងចូលទៅក្នុង WA របស់យើងមកគឺខ្ញុំប្រើជាមួយនឹង cd សិន cd មក WA ហើយនឹង www របស់យើង LA មកគឺយើងមាន HTML ក្នុងហ្នឹងអូខេអញ្ចឹងជាដំបូងមួយទៀតគឺយើងត្រូវប្រើជាមួយបង្កើតជាមួយនឹង category របស់យើងហ្នឹងហើយអញ្ចឹងខ្ញុំមានគឺខ្ញុំ copy paste តែម្ដងទៅអូខេអញ្ចឹងយើងបានន័យថាគឺយើងមាន2នៅក្នុង WA របស់យើងហ្នឹងគឺមាន HTML ហើយនិង store ហើយនិង advisorចឹងម្ដងនេះគឺយើងចូលទៅដល់កន្លែង change មុខណាគឺខ្ញុំប្រើជាមួយនឹង sudo ឥឡូវយើងចូលទៅក្នុង Filezilla របស់យើងមកវាចឹងខ្ញុំ copy paste ID សិនមកវា IP address របស់យើងមកជាប់ហើយចាំខ្ញុំចូលទៅក្នុងបាតbây giờ kiểuនេះគឺមានន័យគឺឈ្មោះរបស់ខ្ញុំខ្ញុំដាក់ហើយក្នុងហ្នឹងពេលអញ្ចឹងយើងចូលទៅមួយទៀតគឺយើងចូលទៅ cd ETH អញ្ចឹងយើង copy paste ហ្នឹងរបស់យើងដើម្បីចូលទៅក្នុងហ្នឹងអូខេអញ្ចឹងចូលហើយអញ្ចឹងយើង copy paste ហ្នឹងទៅខ្ញុំបាននៅក្នុងហ្នឹងដែរអូខេsudoបើឈ្មោះរបស់ហ្នឹងមកខ្ញុំបងមួយទៀតគឺ advisor អូខេអញ្ចឹងខ្ញុំ clear សិនមកហើយបន្តមកគឺខ្ញុំ nano តែម្ដង nano sudo nano ហើយឈ្មោះខ្ញុំអញ្ចឹងខ្ញុំទៅយកមូលកូដដែលtôiបានដាក់ឲ្យខ្ញុំ copy ពីសម្បត្តិហ្នឹងមក copy paste ចូលក្នុង nano ហ្នឹងហើយម្ដងនេះគឺខ្ញុំដូរឈ្មោះកន្លែងនេះគឺខ្ញុំដាក់ឈ្មោះខ្ញុំខ្ញុំ slow តិចនេះគឺខ្ញុំដាក់ឈ្មោះខ្ញុំ website របស់ខ្ញុំខ្ញុំដូរទាំងអស់គឺដូរ3កន្លែងអូខេហើយបន្តមកយើងចុច control x ហើយ y enter មកចាំតិចសិនអូខេចូលហើយអញ្ចឹងខ្ញុំ nano មួយទៀតគឺខ្ញុំ nano advisor ម្ដងហើយខ្ញុំ copy មួយទៀតគឺលេខ2យ៉ាខ្ញុំថាដូចគ្នាដូចមុនហ្នឹងដែរខ្ញុំដូរឈ្មោះដូចគ្នាតែឈ្មោះលើកនេះខ្ញុំដាក់ advisor ម្ដងមុនហ្នឹងខ្ញុំដាក់ store ឥឡូវខ្ញុំដាក់ advisor Right, okay. អូខេអញ្ចឹងខ្ញុំ copy មក 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 copy
xây vô đâu sign website phí là cô đặt hỏi mình sẽ khỏi trong tích còn lại store còn lại đi mình chữ x ok enter nó ok thì chẳng mà đo cho nội ní cái dương connect cho mùi nâng domain chẳng cho WA nó hay dương vay cho mùi nâng rau thả bầy nó ok hay bắt đầu mới dương cho từ cái nông hustle nó ok dương bắt cao hustle mùi nó dương đã chúa hay bắt đầu mới dương bắt cao hustle nó create hustle nó ok chẳng nhưng ban hustle mùi ấy chẳng dương từ bắt cao cho mùi nắng này dương copy bốn ít cho từ nông domain của dương dương cho copy vào mùi nó vô lý hay bắt đầu mới cho mình chớ hayนี่กลางนี้ก็ยังโดดจมูกหนึ่ง custom DNA ตัวนี้ copy ผ่านเนาะ copy ผ่านตั้งบูนนึงเนาะจุดหยาบบ่งเนาะเกี่ยจังจุดไทยเนาะเกี่ยจังเจิงตัวบานไหมเกี่ยจังเตรียมการเกลี่ยจุดคอร์ดเนาะทำไป testing เลย chẳng lại đi từ chỗ address nó đi vô address một cái một chuyện vô address nhà si easy to chỗ instant copy address vào vô nó copy mà vô money vào nó cái gì có tụ ban mồi ấy chẳng dân từ bậc cao một tiết cứ CNAME chẳng cho record create nó tụi mình đặt từ CNAME nó cái này đã mua vào dùng nó www là mua vào dùng nó ok này tiếng ok kia nó dùng bà này nhìn cái tủ bà này về chẳng dương mà đó ní dương testing như nó tha nào cả nó chẳng dương cho được nó DNS checker chẳng dương thay chẳng bên đây tha ở nào cả thay từng on nó thay dương bậc cao buồn đã xin em nó cứ đừng mà cái thì thay từng on chẳng dương từ su website này cứ website tìm mua bảo dưỡng cứ đừng mà cái cứ tranh bàn này ok chẳng
ឡូវ website ទី1របស់យើងគឺដំណើរការហើយអញ្ចឹងយើងធ្វើ website ទី2តាក់ទងទៅនឹង advising ម្ដងអញ្ចឹងយើងទៅបង្កើតជាមួយនឹង route 53មកនេះអូខេអញ្ចឹងយើងបង្កើតមកយើងដាក់ឈ្មោះ advising នេះ create ហ្នឹងអូខេអញ្ចឹងយើងបានហើយអញ្ចឹងយើងទៅកើតជាមួយនឹង create account ម្ដងយើងទៅយក IP របស់យើងមកធ្វើដូច website ទី1ដែរយើង create ហ្នឹងអូខេយើងទទួលបានហើយយើងលើ CNAME មួយទៀតអូកន្លែងនេះគឺយើងដាក់ www អីលើខាងក្រោមវិញច្រឡំយើង create ណាយើងទទួលបានអញ្ចឹងយើងទៅដាក់ម៉ោងមកទៅអញ្ចឹងយើងទៅដាក់ជាមួយនឹង domain របស់យើងវាយើងបង្កើតខាងលើនេះ custom DNS យើង copy path ដូចគ្នាមកយើងថេកដូចគ្នាមកយើងទទួលបានចឹងយើងទៅតេស្ត DNS មក advising ម្ដងអូខេដំណើរការ CNAME ពេលអញ្ចឹងមានន័យថារបស់យើង4នេះគឺដំណើរការទាំងអស់ហើយហើយអញ្ចឹងយើងទៅមើល website របស់យើងមករងចាំតិចសិនណាអូខេអញ្ចឹង website ទី2របស់យើងគឺដំណើរការនេះ website របស់យើង